ជីវិតយើងដូចជាអ្នកឡើងថ្នោតអញ្ចឹងអ្នកឡើងថ្នោតនៅពេលដែលគេឡើងដល់ចុងហើយគេចង់ទះដៃច្រៀងរាំបែបណាក៏បានដែរតែនៅពេលដែលយើងកំពុងតែឡើងដល់ពាក់កណ្ដាលដើមហ៊ានទៅទះដៃច្រៀងរាំដូចគេច្បាស់ណាស់នឹងធ្លាក់មកដីស្លាប់មិនខានជីវិតយើងក៏ដូចគ្នាដែរកុំឃើញគេសប្បាយឃើញគេហឺហាឃើញគេសោយសុខទៅហក់លោតសោយសុខហឺហាតាមគេពេលខ្លះសភាពការជីវិតយើងអត់ដូចជីវិតគេទេវ័យយើងកំពុងប្រឹងមិនអាចយកខ្លួនទៅប្រៀបធៀបជាមួយនឹងវ័យគេកំពុងប្រមូលផលបានទេកុំជុះតាមដំរីប្រយ័ត្នខូចខ្លួនអ្នកខ្លះឃើញគេប្រឹងប្រែងឃើញគេហត់នឿយឃើញគេរៀនសូត្រឃើញគេលុតដំខ្លួនអត់យកគំរូតាមគេទេប៉ុន្តែនៅពេលដែលគេឃើញគេហឺហាឃើញគេសោយសុខចាប់ផ្ដើមយកអានឹងជាគំរូឲ្យចង់ធ្វើអញ្ចឹងដូចគេមកពេលខ្លះវាធ្វើឲ្យយើងខ្លាយជាមនុស្សធំជាងអ្វីដែលយើងខំប្រឹងចាស់ផ្ដាំថាកុំស៊ីតាមពោះកុំជុះតាមដំរីអ្នកខ្លះមុននឹងគេហឺហាមុននឹងគេសប្បាយហ្នឹងគេខំប្រឹងស្ទើរតែគ្មានពេលដេកទៅហើយបានគេសោយសុខដូចសពថ្ងៃនេះបានគេបានផលផ្លែទៅហើយបានជាគេហឺហាបានកុំចេះតែឃើញគេដើរលំហែចង់ដើរលំហែតាមគេឃើញគេសាកថ្មជីវិតចង់សាកថ្មជីវិតតាមគេទាំងអាថ្មខ្លួនឯងនឹងមិនដែលបានប្រើអីមិនតិចអានឹងគេហៅថាសបាយលើសកម្រិតហើយចាស់ថាគោលឿនជាងចតូនអានឹងអត់បានទេត្រូវមើលពីសភាពការជីវិតខ្លួនឯង